ចាសួស្តីអ្នកទាំងអស់គ្នាមួយរយៈនេះគឺមានការផ្ទុះការវិញ្ញាណខ្លាំងមែនទែនទាក់ទងជាមួយនឹងប្រេណតាដែលជាឱសថមួយសម្រាប់បំពន់ស្ត្រីមានផ្ទៃពោះហើយមួយរយៈនេះក៏មានអ្នកជំងឺគាត់មកសួរច្រើនទាក់ទងជាមួយនឹងរឿងប្រេណតាដែរអ្នកខ្លះគាត់មកយំផងភ័យផងតែពួកឯងគាត់លើគេនិយាយថាដល់ពេលញ៉ាំរបស់ខ្លាំងៗទៅអាចធ្វើឲ្យមានមហារីកឬក៏អាចធ្វើឲ្យកូនគាត់មានបញ្ហាមានអីអញ្ចឹងគាត់កាន់តែបង្កើនការផិតភ័យរបស់គាត់ទៀតអ្នកខ្លះដល់ថ្នាក់គេអត់លក់អីអញ្ចឹងពីខ្ញុំទៅខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ងប់អារម្មណ៍សិនហើយយើងចាប់ផ្ដើមគិតឡើងវិញឥឡូវឧទាហរណ៍អាវ៉ាន់ដែលរបស់ផលិតផលដែលយើងទិញមកបើសិនជាយើងមិនដឹងទេថាយើងទិញមកជារបស់សុទ្ធឬក៏មិនសុទ្ធប៉ុន្តែយើងបានញ៉ាំហើយអញ្ចឹងបើសិនជាយើងសង្ស័យទី1យើងត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ទី2យើងត្រូវជួបឱសថការីឬក៏ជួបគ្រូពេទ្យជំនាញដើម្បីប្រឹក្សាជាមួយនឹងគាត់ទី3នៅពេលដែលយើងទៅជួបលោកគ្រូពេទ្យឬក៏ខាងវិទ្យាសាស្ត្រហ្នឹងគឺគេចាប់ផ្ដើមបូមឈាមយើងទៅមើលគឺគេមើលលើភាពប្រែប្រួលគេមើលលើគ្រាប់ឈាមរបស់យើងថាធ្លាក់ចុះឬក៏កើនឡើងអត់ឬក៏វាមានភាពប្រែប្រួលមិននៅក្នុងហ្នឹងគឺគេមានប៉ារ៉ាម៉ែត្រសម្រាប់មើលហើយគេអាចមើលអេម៉ូក្លូប៊ីនគ្រាប់ឈាមអាស៊ីតហ្វូលិកអីគឺគេដឹងថាតើស្ត្រីមានផ្ទៃពោះតម្រូវការអីខ្លះអញ្ចឹងគេដឹងហើយបូករួមជាមួយនឹងការអេកូយើងមើលសភាពកូនយើងថាគាត់នៅកំហើបានធម្មតាការលូតលាស់គាត់មិនអត់អញ្ចឹងគ្រាន់ថាយើងបង្កើនការមើលឬក៏ពិនិត្យសុខភាពឲ្យរៀងញឹកញាប់ជាងមុនទៅបើសិនជាយើងផាត់ភ័យឬក៏យើងខ្លាចថាការប្រើប្រាស់របស់យើងគឺជាឱសថខ្លាំងខ្លាយហើយអ្វីដែលចម្បងមួយទៀតគឺយើងត្រូវតាមដានខ្លួនឯងផងថាយើងមានហត់អត់យើងមានក្អួតមានឆ្អោមានឈឺក្បាលមានស្លេកស្លាំងអត់អាហ្នឹងគឺជាអីដែលយើងតាមដានខ្លួនឯងយើងមានបត់ជើងចេញឈាមអត់ឬក៏មានអីខុសប្រក្រតីនៅក្នុងខ្លួនអត់ឬក៏យ៉ាងណាចឹងណាហើយមួយវិញទៀតខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែរនៅពេលដែលយើងប្រើប្រាស់ឱសថខ្លាំងខ្លាយហ្នឹងវាមានការពិតវាមាននិយមន័យច្រើននៅក្នុងការប្រើប្រាស់ក្នុងការគេហៅឱសថមួយជាឱសថខ្លាំងខ្លាយអញ្ចឹងនៅក្នុងនោះក៏មាននិយមន័យមួយគឺជួនកាលរបស់ដែលយើងប្រើប្រាស់ហ្នឹងណាវាអាចជារបស់មួយដែលវាអត់ប៉ះពាល់យើងទេប៉ុន្តែវាអត់មានសារធាតុចិញ្ចឹមគ្រប់គ្រាន់បានន័យថាឧទាហរណ៍បុព្វនាតាលហ្នឹងបើវាអត់សតវាអាចជាមិនមែនជារបស់ដែលវាមានសារធាតុពុលសារធាតុអីទេប៉ុន្តែគ្រាន់ថាសារធាតុដែកឬក៏សារធាតុអ៊ីយ៉ូតឬក៏សារធាតុអាស៊ីតហ្វូលិកឬក៏វីតាមីន B2 អីវាអត់គ្រប់គ្រាន់អញ្ចឹងនៅពេលដែលយើងញ៉ាំទៅវាអត់អាចជួយបង្កើនអាសារធាតុទាំងអស់ហ្នឹងទៅជំរុញជួយបង្កើនគ្រាប់ឈាមក្រហមឬក៏ជួយអេម៉ូក្លូប៊ីនយើងឲ្យមានគ្រប់គ្រាន់ក្នុងកំឡុងពេលយើងមានផ្ទៃពោះយើងអាចស្លេកស្លាំងហើយខ្ញុំក៏អត់ចង់ឲ្យអ្នកទាំងអស់គ្នាគិតថាអូយតិចខ្ញុំអាយុខ្លីទៅដល់ពេលយើងញ៉ាំទៅតិចកូនខ្ញុំមិនកូនខ្ញុំម៉ាគិតហួសហេតុទៅគិតភ័យព្រួយបារម្ភដល់ហួសហេតុពេកអញ្ចឹងធ្វើឲ្យរាងកាយរបស់អ្នកទាំងអស់គ្នាចាប់ផ្ដើមផលិតអរម៉ូន stress គឺពួកអរម៉ូនកូទីសូលផលិតច្រើនត្រូវច្រើនទៅធ្វើឲ្យរាងកាយចាប់ផ្ដើមចុះខ្សោយធ្វើឲ្យគេងលេងលក់ចាប់ផ្ដើមញ័រចាប់ផ្ដើមថប់ទៅជារឿងជំងឺដូចថាអាការៈរោគធម្មតាទៅជាអាការៈធ្ងន់ឡើងអ្នកទាំងអស់គ្នាត្រូវដឹងថាអត់មានណាគេឬក៏អត់មានអ្វីមួយអាចកំណត់អាយុជីវិតអ្នកទាំងអស់គ្នាបានទេអញ្ចឹងអាយុជីវិតឬក៏សុខភាពរបស់យើងស្ថិតលើយើងតាមដានខ្លួនឯងរឿងអ្វីមួយដែលកើតឡើងហើយដែលយើងมันអាចបកក្រោយបានគឺយើងមានតែកែខៃទៅមុខទៀតមានតែយើងឧស្សាហ៍តាមដានសុខភាពថាវាមិនដើម្បីឲ្យយើងឆ្លងកាត់ពេលវេលាដ៏លំបាកនេះឬក៏ឆ្លងកាត់អីដែលយើងបានធ្វើហើយខុសហើយដើម្បីកែខៃវាមកវិញពីខ្ញុំទៅមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាអ្នកស្ត្រីមានផ្ទៃពោះដែលគាត់បានប្រើប្រេណតាហើយគាត់យល់ថាមានការសង្ស័យច្រើនគឺគាត់បានស្ដាប់វីដេអូខ្ញុំហើយបន្ថយភាព stress ភាពតានតឹងហើយជាមួយធ្វើតាមការណែនាំដែលខ្ញុំប្រាប់ជួបគ្នានៅវីដេអូក្រោយបាយបាយ